ដោះលែងសៃហូធូទៅមានបាក់យិនលោកមិនអាចចេញបញ្ជាបានទេហេបានរបស់នេះយើងយកបានទៅហើយថ្ងៃនេះយើងដោះលែងឯងចុះគ្រាលោកថាម្នាក់នេះមកដោយបំណងអាក្រក់ហេតុអីបានជាលោកដោះលែងគីងយកល្អសម្រាប់គេចោលទៅកុំឲ្យរឿងវាឆ្ងាយពួកឯងបាត់មាត់យើងតែចង់ស្ដាប់យោបល់ពួកឯងពីកាលហ៎ខ្ញុំមិនហ៊ានទេគួយធានកុំស្មានថាយើងអស់គុណឯងសោះឈៀនស៊ីងមូលហេតុដែលឯងឲ្យយើងដោះលែងគេគឺដើម្បីអីសម្រាប់សៃហូធូងាយស្រួលទេប៉ុន្តែគឺត្រូវបាត់បង់ឱកាសដែលអូទាំងអ្នកខ្លាមទាំង3សៃហូធូសៃស៊ីស៊ឹងហើយនឹងទេវតាស្រាគេទាំង3អ្នកចរិតដូចគ្នាមានតែសៃហូធូប៉ុណ្ណោះត្រូវឲ្យបញ្ឆោតទេវតាស្រាដែលទៅមកគ្មានសមងគេទាំង3អ្នកចោះចូលនឹងយើងទទួលបើមិនអាចត្រូវកម្ចាត់ចោលទាំងអស់កុំទុកឲ្យរស់ទៅថ្ងៃក្រោយម្យ៉ាងទៀតបញ្ហាធំរបស់យើងគឺហឺលៀនប៉ាន់កំពុងតែមានមហិច្ឆតាលើយើងហើយក្នុងពេលនេះថៃមិត្តភក្តិម្នាក់កាត់បន្ថយសត្រូវម្នាក់លើកនេះយើងអាចយកថ្មនេះ9បានដោយជោគជ័យឈៀនស៊ីងឯងមានគុណសម្បត្តិធំណាស់ក្រោយពេលដែលគ្រូហាត់វិជ្ជាគាត់បានសម្រេចហើយទៅបង្រៀនឯងជាក្រោយគ្រូនឹងឲ្យប្រាំមួយជីវិតមិនចេះអស់អរគុណគ្រូគុណឥទ្ធិសូមគោរពពុកថងអូពុកតែតែបារម្ភពីសុខភាពរបស់កូនហើយកូនអាចត្រឡប់មកវិញដល់សុខសិនពុកក៏លែងមានការបារម្ភច្រើនទៀតដែរកូនដឹងទេឲ្យពុកធំមើលច្បាស់ទៅមើលអរគុណពុកថងដែលយកចិត្តទុកដាក់ដង្ហើមដើរស្មើល្អមិនត្រឹមតែមកដូចអ្នកដែលទៅរបួសទេរហូតដល់ខ្លាំងខ្លាជាងមុនទៅទៀតមើលទៅមានគេប្រើកម្លាំងធាតុព្យាបាលឲ្យកូនរួចហើយកូនបានជួបនឹងអ្នកខ្លាំងហើយអត់អីទេគ្រាន់តែជាគ្រូពេទ្យធម្មតាមើលទៅជាបញ្ហាព្យាបាលប៉ុណ្ណឹងអញ្ចឹងប្រសើរហើយអញ្ចឹងគឺប្រសើរហើយកូនជាសាច់ឈាមតែមួយគត់របស់គ្រូសាប៉ៃបើកូនមានគ្រោះថ្នាក់អីតើពុកមិននឹងអាចកប់បីចំពោះពុកខ្លួនដែលស្លាប់ទៅនោះពុកធ្វើជូនគ្រូសាប៉ៃច្រើនពេកហើយមានគុណធំធេងចំពោះខ្ញុំទេបើគុំទៅពុកមកជួយយឺតពេកពុកកូនក៏មិនត្រូវក្រុមសម្ព័ន្ធបាញ់សម្លាប់ចោលដែរនៅពេលដែលពុកបានធ្លាក់ខ្លួនពុកកូនបានជួយជ្រោមជ្រែងពុកគាត់គឺជាអ្នកមានគុណក្នុងមួយជីវិតរបស់ពុកក៏ជាអ្នកយល់ចិត្តតែម្នាក់គត់ដែរមួយយ៉ាងទៀតបាត់បង់រូបគាត់ក្នុងចិត្តរបស់ពុកនេះគឺជាវិបត្តិសារីដ៏ធំមួយពុកថោអីកូនគឺជាអ្នកបន្តវិញបាក់ភ្លៀងទេពពុកគិតថាក្រោយពេលដែលសម្រាប់គុណឥធានហើយនឹងយកចិត្តទុកដាក់បិទទ្វារហាត់គុណហើយបង្រៀនវិជ្ជាគុណកាន់តែខ្លាំងក្លាជាងនេះដល់គុណប៉ុន្តែមុនពេលនេះសង្ឃឹមតែកូនកុំភ្លេចពីគោលការណ៍រាប់រយឆ្នាំរបស់បាក់ភ្លៀងទេពយើងប្រាប់ពុកមកភាពស្អាតស្អំគ្មានមេត្តាគ្មានមេត្តាទើបអាចធ្វើកិច្ចការធំភាពស្អាតស្អំទើបអាចបម្រើព្រះអាទិត្យទេបរិសុទ្ធដូចភ្លើងវាអាចបំផ្លាញអ្វីៗទាំងឡាយក៏អាចបង្កើតអ្វីៗទាំងឡាយដែរ
កម្លាំងធាតុលោកគ្រូកើនឡើងហើយសូមអបអរលោកគ្រូក៏ប៉ុន្តែខ្ញុំមានរឿងមួយមិនយល់សោះ តែមានអារម្មណ៍ថាកម្លាំងធាតុខ្លួនឯងកើតឡើងមែនទេ ឬក៏លោកគ្រូផ្ទេរកម្លាំងធាតុមកឲ្យខ្ញុំ ត្រូវហើយនេះជារង្វាន់ដែលគ្រូសន្យាថានឹងឲ្យឯង អរគុណលោកគ្រូ វិជាគុណរបស់ឯងរីកចម្រើនច្រើនណាស់កម្លាំងធាតុឲ្យប្រពេលនេះទៅដើរគ្មានភាពទៅទាល់ដូច្នេះទើបឯងអាចប្រឹងធ្វើឲ្យបាក់ដាវនេះបើសិនជាអាចបើកជាចោលយន្តទូឯងទៀតមើលទៅកម្លាំងធាតុរបស់ឯងមិនមែនត្រឹមតែប៉ុណ្្នឹងទេ អរគុណលោកគ្រូប៉ុន្តែលោកគ្រូវិជាប្តីដែរលោកគ្រូមួយដង្ហើមមិនចប់ភ្លាមខ្ញុំគិតថាលើលោកនេះប្រហែលជាគ្មានជនទី2អាចបញ្ចេញវានឹងងាយស្រួលនោះទេ ឈៀនសិងឯងដាច់ខានមិនអាចមើលងាយវិជាគុណក្នុងលោកទេក៏មិនអាចក្អេងក្អាងចំពោះវិជាគុណខ្លួនឯងដែរត្រូវជឿជាក់ថាលើលោកនេះនៅមានដើមម្ដាមទៀតដែលឯងមិនអាចពិបាកបានចំណែកគ្រូក៏មិនអាចរលាស់បានដែរ លោកគ្រូចង់និយាយពីដើមនឹងស៊ូមនេះ នៅចាំពីដើមបិសាចដែលគ្រូបាននិយាយប្រាប់ទេ របស់ដែលលោកគ្រូចង់បានខ្ញុំនឹងចង់ចាំក្នុងចិត្តជានិច្ចឲ្យតែលោកគ្រូចេញវិជាមកទោះជាខ្ញុំទៅស្លាប់ក៏ដោយក៏ត្រូវយកមកលោកគ្រូដែរ ឥឡូវមិនទាន់ដល់ពេលទេចាំដល់កលៈទេសៈហុចឲ្យគ្រូនឹងទុកឱកាសនេះឲ្យឯងបញ្ចេញថ្មីដែរចុះ បាទលោកគ្រូ មកទល់នឹងបច្ចុប្បន្ននេះតើនឹងសល់ប៉ឯទៀតដែលមិនទាន់ចូលសម្ព័ន្ធសាច់ក្លាញ់យើង បាទលោកគ្រូឥឡូវប៉ាដែលមិនតាន់ចូលជន់នឹងសម្ព័ន្ធយើងនៅលៀនហឺប៉ានៅមានហៃសាយមរីសនៅប៉មឆាំងអ៊ីងដូចជាសើស៊ីងនៅប៉ាស្លាប់ចិត្តស្ដេចដែរនៅក្រុងធ្វើដែរហើយនៅមានសៃហូធូសៃស៊ីស៊ីទេវតាស្រាជាអ្នកក្លាហានទាំង3 មើលទៅឯងដូចជារំលងមួយហើយ លោកគ្រូបើតាមខ្ញុំដឹងក្រៅពីប៉ាទាំងនេះប៉ាផ្សេងដូចចោះចូលអត់ទៅហើយ អូចុះលីអ៊ីនៅទៀនទេវតាហា ខ្ញុំយល់ទេទៀមទេវតាហាគឺជាទៀមមហាដ៏តូចមួយប៉ុណ្ណោះ តូចមួយហ៎វាល្បីពេញនគរនៅក្នុងពិភពគុណយើងនរណាក៏ស្គាល់វាដែរយើងប្រើប្រាស់គេឈ្មោះវាគឺជាមូលហេតុមួយទេតែបើអាចជំរុញវាដល់ក្រឲ្យបានសម្រាប់បំណងប្រាថ្នារបស់ស្រីយើងទើបជាអ្វីដែលយើងចង់ធ្វើទៀមទេវតាហាទុកឲ្យឯងជាអ្នកដោះស្រាយចាស់ បានលោកគ្រូ សំរីការលោកម្ចាស់សម្ព័ន្ធខ្ញុំចាប់អារម្មណ៍ឃើញថាអ៊ីអេមានចំណុចល្មើសវិន័យ ល្មើសរឿងអី ខ្ញុំគ្មានទោសទេ ឈើស៊ីននិយាយទៅនិយាយរឿងនេះច្បាស់លោកតើមានរឿងស្អីកើតឡើង សិស្សប្អូនអ៊ីមានការរំភើបចិត្ត អ៊ីសម្ដីរបស់ឈើស៊ីនគឺជាការពិត ខ្ញុំចង់ចាំការអប់រំពុកថងចិត្តខ្ញុំស្ងប់ដូចទឹកមិននឹងមានការរំភើបចិត្ត អ៊ីអេនាងកុំបដិសេធទៀតខ្ញុំបានដាស់តឿននាងរួចទៅហើយការពិតនាងបានឃើញក្មេងម្នាក់នៅតាមផ្លូវក៏ពងតែអោបបណ្ដាយដៃស្លាប់ទៅហើយយំខ្លាំងណាស់នាងស្រាប់តែមានចិត្តអាណិតអាសូរហើយលួចបោះប្រាក់ឲ្យគេទៀតរឿងនេះខ្ញុំអត់muốnបង្កាច់នាងទេម៉ែជាចាំមកតាមនោះម៉ែទៅឲ្យពេលពីណាត់ណា រឿងនេះគឺដោយសម្ដីសាច្បងមែន អ៊ីមិនក៏នាងល្មើសនឹងកំហុសបែបនេះមើលទៅស្មារតីនាងមិននឹងងតិពុកធរត្រូវប្រនេះអី3ឆ្នាំមិនអោយចេញពីវិមានហៃសាឡើយ ពុកថងមិនមែនខ្ញុំអាណិតម្ដាយក៏ខ្ញុំខឹងខ្លាំងពេក អូហេតុអីទៅ លើមុខស្រីនោះត្រូវគេយកកំបិតឆោត2ឆ្នាំពេលគេនៅរស់ប្រកាសជារស់នៅក្នុងសភាពវេទនាខ្ញុំស្អប់អ្នកដែលបំផ្លាញសម្រាប់គេដូច្នេះទើបខ្ញុំលួចបោះប្រាក់ឲ្យកូនក្មេងនោះសង្ឃឹមថាគេនឹងសងសឹកឲ្យម្ដាយគេវិញ នេះជាការប្រកែកទេម្ចាស់សម្ព័ន្ធដាច់ខាតកំជឿពាក្យសម្ដីនេះឲ្យសោះម្ចាស់សម្ព័ន្ធ អ៊ីស្នាមដែលនាងនិយាយគឺនៅខាងឆ្វេងឬក៏ខាងស្ដាំមុខគេ នៅខាងឆ្វេង
ចំពោះស្នាមកបិតគឺយ៉ាងម៉េច វែងមួយខ្លីមួយរាក់មួយជ្រៅមួយ ឈើសិននាងធ្វើបានល្អណាស់ទោះជាសិស្សច្បងសិស្សប្អូននៅក្នុងបកក៏ដោយឲ្យតែមានកំហុសគឺត្រូវតែលើកឡើងដោយគ្មានមេត្តាត្រូវតែឲ្យគេទទួលពិនិត្យ ម្ចាស់សម្ព័ន្ធឆ្លៀវវៃមែន អញ្ចឹងបានទេតើអរគ្នាជិះទៅវិញទៀតរឿងអ៊ីយើងនឹងដោះស្រាយ ចាស់ម្ចាស់សម្ព័ន្ធ ក្រោកឡើងពុកនឹងតែកូនឆ្លៀសវិប៉ុន្តែសំដីកូនមិញនេះមហាជនគេមិនសុខចិត្តទេហើយចំពោះពុកធោវិញក៏មិនចង់ពិនិត្យកូនដែរពីព្រោះមានរឿងមួយអាចធ្វើកូនមានការស្ដាយក្រោយនិងបន្ទោសខ្លួនឯង ខ្ញុំមិនយល់ទេ ក្មេងនោះប្រហែលជាកូនរបស់កូនអ៊ីធីនពុកធោឮថាពីមុនកូនអ៊ីធីនមានប្រពន្ធម្នាក់រូបស្អាតដូចជាបុប្ផាក្រោយមកក៏មានសាច់ឈាមរបស់កូនអ៊ីធីនប៉ុន្តែនារីនេះបើជាមិនចង់ឲ្យក្រោយពេលដែលកូននោះធំឡើងធ្វើអាក្រក់គ្រប់បែបយ៉ាងហើយគ្មានមានសកម្មដូចជាកូនអ៊ីធីនដូច្នេះក៏សម្រេចចិត្តចាកចេញពីគេ ប្រកបដោយកូនអ៊ីធីនគឺជាមនុស្សមានល្បិចច្រើនណាស់គេមិនអនុញ្ញាតឲ្យមាននរណាម្នាក់ក្បត់នឹងគេឡើយដូច្នេះហើយក៏បានឈុតពីកំណត់នៅលើមុខរបស់នាងធ្វើឲ្យមួយជីវិតនេះនាងមិនអាចជួបគេបាត់ហើយក៏បោះនាងទៅកណ្ដាលព្រៃភ្នំកូនអ៊ីធីនស្មានថានារីនេះនឹងត្រឡប់មកអង្វរកគេវិញក៏ប៉ុន្តែនារីនេះបើជាអត់ត្រឡប់ទៅសម្ព័ន្ធស្ដេចក្រាច់ហើយចាប់តាំងពីពេលនោះមកក៏បាត់ដំណឹងរបស់នាងសូនឈឹងតែម្ដងស្មានដល់ថាបើជាឲ្យកូនបានជួបគេទៅវិញរឿងនៅគួរស្ដាយនោះគឺកូនអត់សម្រាប់កូនរបស់កូនអ៊ីធីន មកឲ្យខ្ញុំជួបគេម្ដងទៀតខ្ញុំមិនលើកលែងគេឡើយ ល្អណាស់ចង់សងសឹកជីស្មើទៅជីទាំងនេះមិនអាចចិត្តទុនតិច sọc lên tíchលោកអើយឈ្ងន់ណាស់សក់ផ្លែផងសក់ផ្លែផងទួតឆឹងស្គរទួតឆឹង នេះអាក្មេងល្អហ៊ានលួចនំប៉ាយើងផងឯងយើងវាយអញអងងទៅឯងយើងនឹងវាយអញអងងអីចាហើយចុះអីជាណាហើយចេញថាកែលោកជាមនុស្សចាស់មិនក៏វាយកូនក្មេងចឹងដល់ហើយចុះខ្ញុំជួយបងប្រាក់ចំណុះគេនេះប៉ុណ្ណឹងគ្រាន់នេះបងប្រុសឃ្លានយ៉ាងណាក៏ដែរកំត្រូវលើអីបានគេដែរលួចរបស់គេគឺមិនល្អទេណាអូនេះប្រាក់នេះបងកាន់តែជាប់ណាហើយយកទៅទិញអីហូបដែរចាំមកច្បាស់កុំលួចរបស់គេទៀតដឹងទេនេះអាប៉ាឯងខាងងូតទឹកយូរប៉ុណ្ណាហើយខ្ញុំមិនមានបាយហូបផងមិននឹងមានពេលគិតរឿងមួយទឹកតើមិនកំពុកឯងមិនត្រូវការអីម៉ែខ្ញុំអត់និយាយប្រាប់ផងអូកន្សែងនេះប៉ាក់បានស្អាតមែនទេផ្សែងនេះគឺម៉ែខ្ញុំឲ្យម៉ែខ្ញុំផ្ដាំថាមិនអាចធ្វើឲ្យបាត់ទេត្រូវថែរក្សាទៅឲ្យស្រួលបួលអូបងនឹងថែរក្សាឲ្យនេះកន្សែងនេះម៉ែឯងប៉ាក់ស្អាតដល់ហើយណាមិនមែនម៉ែខ្ញុំជាអ្នកប៉ាក់ទេនោះគឺពុកខ្ញុំជាអ្នកឲ្យម៉ែខ្ញុំថាពុកខ្ញុំនៅមានកន្សែងមួយទៀតដូចគ្នាបេះបិទក៏ប៉ុន្តែអាប៉ាបាយដាំរួចហើយឃ្លានហើយអីមកហូបសិនទៅហូបទៅអាប៉ាមិញឯងថាប៉ុន្តែយ៉ាងម៉េចប៉ុន្តែខ្ញុំឧស្សាហ៍ឃើញម៉ែខ្ញុំមើលកន្សែងនេះហើយយំផងជេរផងអូគាត់ជេរថាម៉េចពាក្យដែលឧស្សាហ៍ជេរនោះគឺគួនអ៊ីធានចោមសៀតគ្មានចិត្តធម៌សោះ
គួនអ៊ីធាន ត្រូវហើយគួនអ៊ីធានគឺឪពុកខ្ញុំតែខ្ញុំមិនដឹងថាហេតុអីទើបម៉ែខ្ញុំកាន់កសែនេះហើយជាឪពុកខ្ញុំនោះទេ គូនអ៊ីធានជាពុករបស់ឯង បងថ្លៃឆាប់ឡើងបើកទ្វារ បងប្រុសមានរឿងអីកើតឡើង ម្ចាស់សម្ព័ន្ធស្លាយក្រាញ់ឈ្មោះគុណសិទ្ធានបញ្ជាចុងយ៉ាងនឹងកំចាត់ចោលប៉ាប់ភ្លើងទីមគឺកំពីអុកលុបព្រលឹង1000តែមិនដឹងជាហេតុអីទេចុងយ៉ាងទៅវិញហើយក៏អត់ឃើញមកវិញទៀតឥឡូវគុណអ៊ីធានប្រកាសថាចុងយ៉ាងនឹងលាក់កំពីអុកដោយខ្លួនឯងហើយក្បត់នឹងគីឥឡូវគេក៏បញ្ជាឲ្យមនុស្សជាច្រើនមកកំចាត់ចោលទាំងគ្រួសារអូនស្រីយកល្អអូនឆាប់រត់ទៅឲ្យលឿនឡើង គួនអ៊ីធានមានគំនុំប៉ុនមហានេះជាមួយយើងកូនបញ្ជូនវាទៅវិញទៅ អ្នកមានគំនុំជាមួយយើងគឺគូនអ៊ីធានមិនមែនកូនគេទេ តែបើຕົកវាប្រកាសជាមានគ្រោះថ្នាក់ហើយ ម៉ែឲ្យខ្ញុំរៀនសូត្រតាំងពីតូចបង្រៀនខ្ញុំពីមូលហេតុធ្វើជាមនុស្សបានពេលនេះយើងបញ្ជូនគេឲ្យត្រឡប់ទៅវិញតែយើងក៏បីនឹងមនសិការយើងដែរទេបានហើយម៉ែទឹកចិត្តចុះរឿងនេះប្រកុលឲ្យខ្ញុំដោះស្រាយបានហើយក ូនចង់ធ្វើយ៉ាងម៉េច ខ្ញុំគិតចង់ទុកអប៉ាក្បែរខ្លួនបង្រៀនវាឲ្យដឹងពីខុសត្រូវល្អអាក្រក់កុំឲ្យគេដើរតាមផ្លូវឪពុកគេទៀត អ៊ីជឿសៀ ចា នាងទាំងពីរនាក់ធ្លាប់បានឃើញក្មេងនោះហើយខ្ញុំឲ្យពួកនាងទៅចាប់គេមកទាំងរូបកុំឲ្យខកខាននៅសោះណា ចា ឆាងហ្វឹង លោកគេ បងប្រុសឆាំងហ្វឹងឆាប់ហៅអ៊ំទៅ សួស្ដីលោកអ៊ំ ឃើញដែរទីម18ឆ្នាំមុនពេលដែលយើងបែកគ្នានោះឆាងហ្វឹងនៅក្មេងនៅឡើយឥឡូវនេះគេខ្លាចទៅជាមនុស្សធំតាហើយ 18ឆ្នាំហើយមកបងអង្គុយខាងនោះទៅ បាន លោកអ៊ំអញ្ចឹងអង្គុយលោកអ៊ំចាំខ្ញុំទៅចាក់ទឹកបញ្ជូន យ៉ាងមិនដែរប្រហែលឆ្នាំមុននេះសុខសប្បាយជាទេ ដោយសារសំណាងបងពួកខ្ញុំក៏ស្នាក់នៅទីនេះហើយឆាំងហ្វឹងក៏បង្កើតបានថ្នាក់រៀនមួយការរស់នៅក៏អាចទុកថានឹងណូតដែរបងប្រុសសុខសប្បាយទេ 18ឆ្នាំមុនក្រោយពេលដែលខ្ញុំហើយអ្នកទាំងអស់គ្នារត់ចេញទៅខ្ញុំក៏ចាកចេញពីសម្ព័ន្ធស្ដេចក្រាញ់ប្រហែលឆ្នាំមុននេះខ្ញុំដើរអនាថាគ្រប់ទិសទីរស់ដោយសេរីភាពអាចទុកថាសេរីភាពពេញទី បើបងចាក់ចេញពីសម្ព័ន្ធស្ដេចក្រាញ់ហើយហេតុអីមិនមករកពួកខ្ញុំ កលៈទេសៈមិនទាន់ដល់ កលៈទេសៈមិនតាន់ដល់យ៉ាងម៉េច ប្រហែលឆ្នាំមុននេះហេតុដែលខ្ញុំមិនបានមកមើលអ្នកទាំងអស់គ្នាគឺដោយសារតែខ្ញុំលួចសឹកនឹងឋានអ្នកទាំងអស់គ្នារស់ដោយសុខសាន្តតែឥឡូវវាខុសគ្នាខ្ញុំសង្កេតឃើញស្ថានភាពមិនល្អហើយគួរដល់ពេលដែលខ្ញុំបង្ហាញខ្លួនហើយ លោកអ៊ំតែមានរឿងអីហ៎ កូនប្រុសគុណអ៊ីធានបង្ហាញខ្លួនហើយម្យ៉ាងទៀតមានមនុស្សជាច្រើនដឹងពីរឿងនេះក៏ចិត្តមានការតាមសម្រាប់គេដែរហើយជួបភ្លៀងនៅក្នុងពិភពគុណនឹងចាប់ផ្ដើមពីគ្រួសារយិនមុនគេ ហេតុអីទៅ បើសិនជាអប៉ាស្លាប់គុណអ៊ីធានប្រកាសជាប្រយុទ្ធយ៉ាងខ្លាំងណាស់តែបើសិនជាអប៉ាមិនស្លាប់ទេគឺអាចរួចផុតពីការបង្ហូរឈាម តែតាក់ទងអីនឹងគ្រួសារយានយើងដែរ ខ្ញុំយល់ថាឲ្យឆាងហ្វឹងការពារអប៉ាហើយបញ្ជូនអប៉ាទៅប៉ាសម្ព័ន្ធស្ដេចក្រាញ់បកគលឲ្យគុណអ៊ីធាន ហា យាយខាន់ហ្វាំងអ៊ំស្រី អ្នកនាងអ៊ី អ៊ំស្រីថ្ងៃនេះខ្ញុំបានធ្វើអាហារពេលព្រឹកដល់ឆ្ងាញ់ជូនអ៊ំអ៊ំស្រីភាសាច្រើនទៅ ចាឮល្បីឈ្មោះទៀមទេវតាអាហារយូរហើយឆ្ងាញ់ដូចគេល្បីមែន អត់ទេ អ៊ីនាងនឹងឆាំងហ្វឹងស្គាល់គ្នាដោយវិធីណា ខ្ញុំជាមួយគាត់ហ្នឹងឯងខ្ញុំជាមួយគាត់ទៅជុកគ្នាដំបងនោះគាត់ឃើញរឿងអយុត្តិធម៌គាត់ប្រកែកណាស់គាត់ជួយវាយពួកចាស់ដកថយអស់សំតោខ្ញុំនិយាយខុសហើយអ៊ំស្រីកុំបន្តគាត់អីគាត់ប្រាប់ខ្ញុំថាកុំឲ្យប្រាប់អ៊ំថាគាត់ចេះវិជាគុណសំតោនេះ ម៉ែគុណសំទោស
កូនគ្មានចេតនាលាក់មកណម៉ែទេ បើកាលពីមុនម៉ែដឹងថាឯងលួចហាត់វិជាគុណម៉ែបណ្ដេញឯងចេញពីផ្ទះយូរហើយតែពេលនេះឯងត្រូវការពីអាប៉ាទៅសពន់ស្ដេចក្រៃឲ្យគួនអ៊ីធានម៉ែរីករាយណាស់ដែលកូនបានលួចហាត់ក្បាច់គុណហើម៉ែឆ្កំឆ្កងណាស់ហេតុអីរឿងដែលម៉ែចង់កិច្ចបែរជាកិច្ចមិនរស់ អំស្រីកិច្ចការនៅសម្ព័ន្ធនោះបកលខ្ញុំចើខ្ញុំស្គាល់ខាងសម្ព័ន្ធស្ដេចក្រាញ់ប៉ុន្តែតើអាប៉ាត្រូវជាអ្វីនឹងសម្ព័ន្ធនោះដែរ អាប៉ាមកនេះនិយាយទៅពុកឯងជាអ្នកណា ឪពុកខ្ញុំមកឪពុកខ្ញុំធ្វើគុណអីទៀតថាម៉េចមិននឹងអាចទៅស្មានមិនដល់ទៅសោះ អ្នកនាងអ៊ីតាមផ្លូវខ្ញុំពឹងលើនាងហើយជួយមើលថែចាំងហ្វាំងនៅអាប៉ៅផងមាននាងនៅខ្ញុំលែងបារម្ភហើយ ខ្ញុំនឹងឆាញ់ហ្វាំងឯងខ្ញុំមិនចង់ទៅជាមួយគេទេ បើអញ្ចឹងខ្ញុំនាំអាប៉ាទៅម្នាក់ឯងបានហើយ មិនកើតទេលោកជាមនុស្សធ្វើប្រហែសណាស់បានហើយយកជើងដល់អាប៉ៅខ្ញុំបខំចិត្តឲ្យលោកទៅតាមចឹង មកចាំងហ្វាំងអ៊ីអ្នកទាំងពីរត្រូវការពីអាប៉ៅផងហើយក៏អាចមើលថែគ្នាដែរ ម៉ែខ្ញុំដឹងហើយ អាប៉ាងរក្សាថងកណ្ដាលនេះបានស្រួលបួលពេលទៅដល់សម្ព័ន្ធស្ដេចក្រាញ់បើសិនជាជួបនឹងគ្រោះថ្នាក់អ្វីអញអាចបើកវាមើលបានហើយបានហើយចេញដំណើរចុះ តាមផ្លូវត្រូវប្រយ័ត្នផងណា ម៉ែកុំបារម្ភអីពួកខ្ញុំទៅហើយទៅយើងតោះ អូត្រូវហើយ លោកមានការអីហ៎ ចង់ហ្វឹងតាមផ្លូវពោពេញទៅដោយគ្រោះថ្នាក់អាយយល់ល្អនឹងអ្នកនាងអ៊ីតែងជាប្រិយប្រពន្ធទៅ ថាម៉េចឲ្យពួកខ្ញុំតែងជាប្តីប្រពន្ធ ត្រូវហើយដើម្បីបិទបាំងភ្នែកគេអាប៉ាងទៅតាមផ្លូវឯងហៅពួកគេថាពុកម៉ែទៅកុំឲ្យមានការតត្រួយអសោះ ខ្ញុំយល់ហើយ អូសុំអញ្ជើញមកសុំអញ្ជើញអ្នកបំរើគិតប្រាក់បាន អាប៉ាចាប់បារានថាពេលស្បៀងពេញឃ្លាំងយកពីសិលធម៌រស់នៅស្ដុកស្ដំដឹងពីកិត្តិយសថ្ងៃក្រោយឲ្យលែងបារម្ភពីការហូបចុកហើយត្រូវរៀនពីភាពយុត្តិធម៌និងមូលហេតុនៃការធ្វើជាមនុស្សដឹងទេ ខ្ញុំដឹងហើយលោកស្មានថានៅទីនេះសាលានិយាយពាក្យពេចន៍ជ្រាលជ្រៅអញ្ចឹងអ្នកណាទៅយល់មែនទេខ្ញុំយល់ពុកប្រាប់ថាខ្ញុំមិនអាចធ្វើបាបគេទេប្រហែលជាមានន័យអញ្ចឹង ឃើញទេគេយល់ណាស់ណាយល់អស់ពួកយើងឆាប់ហូបបាយទៅរួចត្រូវធ្វើដំណើរទៅទៀតបំរើគិតប្រាក់ ពួកយើងចាប់ហឹក សាប់អើលំអងផ្ការបស់ឯងដូចជាមិនសូវមានប្រសិទ្ធភាពសោះ កម្លាំងធាតុគេខ្លាំងលំអងផ្កាមិនអាចប៉ះពាល់គេទេ មែនទេ ពួកគេសម្ដែងមករកប៉ាទើបខ្ញុំដោះស្រាយ នេះគឺនាងទៀតហើយមកអត់ខ្ញុំចេះទៀតមែនទេនៅមាននាងទៀតមកធ្វើអីទៀតអី នាងលើកមុនក្រោយពេលដែលបែកគ្នារបស់នាងមិនអីទេ សាប់អូនអីមើលទៅម្នាក់នេះមានគុណជួយជីវិតប្អូនមិនដាច់ចិត្តទេ សាច់ច្បងមិនខំនិយាយអញ្ចឹងខ្ញុំអាចប្រតិគុណជួយជីវិតហើយល្មើសបញ្ជាមេប៉ាម្យ៉ាងទៀតខ្ញុំត្រូវសម្លាប់ក្មេងនេះឲ្យបាន ជិបសិនហេតុអីក៏ត្រូវតែសម្រាប់អាប៉ា សម្លាប់ពុកខ្ញុំត្រូវទៅសងសឹក មិនក៏មិនចាត់ការទៅ នាំអាប៉ាទៅសពស្លាយក្រាញ់ទៅ ឆាប់សម្រាប់មីនេះចោលភ្លាមដាច់ខាតកុំឲ្យគេរួចខ្លួនអសោះហេបយ៉ា ចាំរត់ តែយើងអប៉ះទៅឡើងដេញតាមអប៉ះទៅឡើងហេ
ក្មេងនេះឲ្យយើងទុកជីវិតឲ្យនាង តែមិនរួចទេខ្ញុំមិនអាចល្មើកុននឹងសម្រាប់អ្នកដែលគ្មានទោសបីដូចជានាងទេ ថ្មីត្បិតតែនាងជួយខ្ញុំតែខ្ញុំមិនបន្ធូរដៃឲ្យនាងទេ មិនទាន់ដឹងថាអ្នកណាបន្ធូរដៃទេ ចេនសិង អ្នកធ្លាប់ស្លាប់ទោះជាស្លាប់ដូចទី2ក៏អត់បញ្ហាដែរ ឈឹបសិនឈៀនស៊ីងកុំសម្រាប់គេអី ហេតុអីក៏មិនសម្លាប់គេមានអំណងធ្វើគេម្ចាស់សម្ព័ន្ធគឺទោះទៅស្លាប់ ពីព្រោះតែឥឡូវមានការសំខាន់ជាងនេះត្រូវឯងទៅធ្វើ ពាក្យនេះមានតែម៉េច ឯងត្រូវការពារកូនប្រុសកូនអ៊ីធាន គ្រូខ្ញុំមានកូនពីណាមក គឺវានោះ ឯងចង់សួរថាហេតុអីទៅមានចាប់តែមួយហ៎ ត្រូវហើយ ពីព្រោះមកក្បាលទៀតគឺនៅលើខ្លួនមនុស្សម្នាក់ អាប៉ា ឈៀនស៊ីងបំណងពួកខ្ញុំដែលធ្វើដំណើរនេះគឺចង់បញ្ជូនអាប៉ាសងគុណអ៊ីធានវិញមកតែរឿងនេះគួរតែសំខាន់ជាងរឿងឯងចង់សងសឹកទៅទៀត ទោះជាអញ្ចឹងក៏ដោយឆាំងហ្វុងបងគួរតែចាំពាក្យដែលខ្ញុំប្រាប់បងខ្ញុំបាននិយាយហើយថាឲ្យតែខ្ញុំជួបគេទៀតខ្ញុំមិនលើកលែងគេឡើយ អាប៉ាឯងកំ ខ្លាចអី អីអើកុំធ្វើអញ្ចឹង ឲ្យតែនាងហ៊ានប៉ះគេមួយសរសៃសោះខ្ញុំឲ្យនាងរស់វេទនាជាងស្លាប់ទៅទៀត មេប៉ាក់យិនសុំលោកដាក់ដៃចុះសិនទៅចាំងហ្វាំងឲ្យទៅលុបបកលអាប៉ៅមកឲ្យខ្ញុំដោះលែងនេះ ចាងហ្វាំងកុំសតាន់នេះដាច់ខាតកុំបកលប៉ាឲ្យនាងឯងអោះប៉ាឆាប់ជួយម៉ែផងអាប៉ា មិននេះឲ្យថាម៉េច គាត់ជាពុកខ្ញុំហើយគាត់ជាម៉ែខ្ញុំសូមវល់កុំសម្លាប់ខ្ញុំកុំសម្លាប់ម៉ែខ្ញុំ ពុកឯងគឺគុណអ៊ីធានមិនមែនយានចាំងហ្វាំងទេចង់ឲ្យយើងមិនសម្លាប់នាងក៏បានឲ្យតែឯងមិននេះឲ្យទៅតាមខ្ញុំ អីអើទុកចិត្តចុះខ្ញុំមិនបកលអាប៉ាឲ្យគេទេ ឈប់សិននិយាយតាមសម្រួលទៅ បានបើគេមិនព្រមបកលក្មេងនោះមកអញ្ចឹងលើជំនួសគេទៅយល់ល្អឲ្យលោកសម្លាប់អាប៉ៅចោលនៅទីនេះ អីអើ អាប៉ៅឯងមកនេះ ចេញសេមិនក៏លោកសម្លាប់កូនប្រុសរបស់លោកគ្រូលោកអញ្ចឹង នាងអ៊ីខ្ញុំបាននិយាយហើយដើម្បីនាងខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកក៏ខ្ញុំសោកស្ដាយដែរ ជិនស៊ីងអី ឆាំងហ្វឹងក្នុងកាយព្រៃខ្ញុំនេះឈួតគឺជាបងទេបងព្រោះតែកូនស្ត្រីម្នាក់ហើយលះបងជីវិតអ៊ី តុកក្មេងនៅទីនេះបកលប៉ាមកខ្ញុំ ឈប់សិន បាយអើតើនាងត្រូវការជីវិតសោះច្បងនាងឬមួយក៏ជីវិតអាប៉ៅ កុំរវល់ខ្ញុំបើមិនអញ្ចឹងយើងទៅវិញមិនអាចមកសៃប្រាប់ទេ ឆ្លើយនឹងខ្ញុំ លែងគាត់ទៅ បាទ ខាងហ្វាំងយកឆាប់រត់ទៅបកលប៉ាឲ្យកូននេះធីហើយយើងកុំរវល់រឿងទីនេះទេចេញសេកុំសម្លាប់គេបើមិនអញ្ចឹងទេនឹងមានគេស្អប់លោកមួយជីវិត អ្នកមីងអ៊ី
ឆាប់ឡើងឆាប់ឲ្យគេបកគោថ្នាំម្សាប់មក ឯណាថ្នាំម្សាប់ មួយជីវិតខ្ញុំបដូរផ្នែកគេបេគូខ្ញុំមិនខាត់ទេ ឆាំងហ្វឹងកុំតន់សម្រាប់គេឲ្យគេបកគោថ្នាំម្សាប់សិនចាំគិតទៀត កុំប្រឹងអត់ប្រយោជន៍សម្រាប់ខ្ញុំទៅអ៊ីអែអ្នកមានថ្នាំបន្សាបទេ ថ្នាំប្រសាទនេះត្រូវទឹករលាយភ្លាមក្រោយពេលផឹកហើយ3ថ្ងៃមិនអាចប៉ះទឹកទេ នេះ ឯរវល់រឿងច្រើនពេកហើយ តែយើង ខេនសេងចាំឲ្យទៅហើយហ្នឹង អ៊ីឥឡូវយើងទៅផ្ទះសំណាក់ ហេតុអីយើងត្រូវទៅផ្ទះសំណាញ់ ព្រោះកន្លែងដែលមានគ្រោះថ្នាក់បំផុតមានសុវត្ថិភាពទៅយើង ដំបូងគឺកាត់បន្ថយជាតិពុលនៃធីតាបាយផ្កាធ្វើឲ្យពួកគេមានឱកាសតបតមកទៀតក៏យកថ្នាំបន្សាបឲ្យកូនសិស្សគូអ៊ីធីនធ្វើឲ្យកូនអ៊ីធីនអត់បាត់បង់ជំនួយការខ្លាំងមួយទៀតមិនត្រឹមតែភារកិច្ចបរាជ័យទេធ្វើឲ្យវាមានហិសៈប្រឈមមុខនឹងគ្រោះថ្នាក់ទៀតនិយាយទៅគូមានទោសយ៉ាងម៉េច ខ្ញុំព្រមទទួលពីនៃក្នុងប៉ា តាមវិន័យរបស់បកគឺស្លាប់ ឈើស៊ី ចា ចេញបញ្ជាភ្លាមវិមានហិសៈត្រៀមលក្ខណៈសម្បត្តិទាំងអស់គុណអ៊ីធីនប្រកាសចំមកសងសឹក ចាម្ចាស់សម្ព័ន្ធ អ៊ីពុកប្រឹងប្រែងប៉ុណ្ណាទើបឲ្យបណ្ដុះបណ្ដាលកូនឲ្យបានប៉ុណ្ណឹងពុកល្អនឹងកូនជាងកូនបង្ការរបស់ពុកទៅទៀតអ្នកផ្សេងអាចល្មើសនឹងវិន័យបកអ្នកផ្សេងអាចក្បត់នឹងពុកបាត់ហើយពុកមានមិនជោគបីធ្វើគេវេទនាជាងស្លាប់ទៅទៀតប៉ុន្តែមិនក៏កូនមិនក៏កូនធ្វើបែបនេះកូននិយាយទៅមើល ខ្ញុំព្រមទទួលពីនៃក្នុងប៉ា អញ្ចឹងប្រសើរហើយអ៊ីពុកពីនៃកូនឲ្យទៅគោះជុំភ្នាក់រលឹកក្នុងមួយយាមគោះ3ដងមួយថ្ងៃគោះ36ដងមិនអាចខ្វះម្ដងណាឡើយដឹងដែរទេ ចាខ្ញុំដឹងហើយ ចាំដល់ពេលពុកនឹងហៅកូនចេញមកវិញ ជន់កំណាចជន់កំសងបើឯងខ្លាំងចេញមកប្រយុទ្ធស្លាប់រួចជាមួយនឹងយើងអូយបើមិនចឹងទេយើងជាទេវតាស្រះនឹងឲ្យឯងងឹបដោយវត្តនីលៀនប៉ាអូយលៀនប៉ាអូ ចេញសេងលោកចូលទៅមុនទៅខ្ញុំជឿថាកូនអ៊ីធីនប្រកាសជាព្យាបាលលោកជី ត្រូវឈៀនស៊ីងប្រឹងព្យាបាលរបួសណា អ្នកតាពីរនៅទីនេះចាំមកផ្លេះតើយើងសូមគោរពលោកគ្រូ ឲ្យគេគ្រាចូលមកហើយមិនសមជាឯសោះ ខ្ញុំមិនហ៊ានប្រាល្បិចមុខលោកគ្រូទេប៉ុន្តែមានកិច្ចការសំខាន់ត្រូវធ្វើការបិទបាំងគេ តើបិទបាំងអ្នកណា
លីវអ៊ីអ៊ីហើយនឹងកូនរបស់យិនចុងយ៉ាងឈ្មោះយិនយ៉ាងហ្វឹង កូនរបស់យានចុងយ៉ាង ត្រូវហើយ លើកនេះឯងបានសាងគុណសម្បត្តិហើយ ខ្ញុំនៅមានរឿងសំខាន់ជាងនេះទៀតត្រូវរៀបការប្រាប់លោកគ្រូ និយាយទៅ យិនចាំងហ្វឹងបាននាំកូនម្នាក់មកថាជាកូនបង្កើតរបស់លោកគ្រូ កូនបង្កើតរបស់យើងហ៎ ត្រូវហើយ តែខ្ញុំមានកូនបង្កើតពីណាមក ធ្វើឲ្យតែរឿងនេះចៃដន្យពេកតែខ្ញុំបានឃើញកន្សែងមួយដែលលោកគ្រូធ្លាប់ប្រើហើយចង់ជាប់នៅលើខ្លួនក្មេងនោះនៅមានទៀតវាមានហៃសាធ្លាប់បញ្ជាកម្លាំងតាមចាប់គេត្រូវខ្ញុំវាយដកថយ ទៅហៅសមធិមមកឲ្យយើង បាន លោកម្ចាំកូនដែលនៅទីនេះគឺជាកូនរបស់លោកឬក៏មិនមែនរឿងនេះគួរសង្ស័យណាស់ ហេតុអីទៅ គ្មានផុសតាំង ចុះនៅខ្លួនវាមានកន្សែងលោកម្ចាស់យល់យ៉ាងម៉េចវិញ នេះក៏ប្រហែលគ្រាន់តែជាកសែងធម្មតា អាប់អូនណាកន្សែងនេះឯងបានមកពីណា គឺម៉ែខ្ញុំឲ្យម៉ែខ្ញុំថាគឺឪពុកខ្ញុំអ្នកឲ្យ គាត់មានទុករបស់អីទៀតឲ្យឯង អូនៅមានគុជមួយទៀតម៉ែខ្ញុំថាគឺជាវត្ថុបញ្ចាំគ្រួសារ អុយចាឆាប់ឲ្យមកខ្ញុំមើលមកអាប់អូនឯងឈ្មោះអីដែរ ខ្ញុំឈ្មោះអាប៉ា ឯងស្នាក់នៅឯណា តែខ្ញុំនៅច្រកសានជាង ចុះម្ដាយឯងក៏ឈ្មោះអីដែរ ម៉ែខ្ញុំឈ្មោះយួនអ៊ីជូ យួនអីជូឥឡូវគាត់នៅណា ម៉ែខ្ញុំស្លាប់បាត់ហើយ ស្លាប់ហើយអាប៉ៅជាកូនរបស់ខ្ញុំបានមកឲ្យពុកមើលមកមិនក៏មិនឆាប់ហៅតែពុកព្រាមទេ